ភាគទី10បន្តទៅទៀតភាគទី10នេះមានសេចក្តីដូចតទៅនេះថាព្រះអង្គបានពិចារណាឃើញទៀតថាការយល់ដឹងនិងសេចក្តីស្រឡាញ់មានតែមួយបើគ្មានការយល់ដឹងក៏គ្មានសេចក្តីស្រឡាញ់ដែរមានការយល់ដឹងច្បាស់លាស់ពិតជានាំឲ្យកើតមានសេចក្តីមេត្តានិងសេចក្តីស្រឡាញ់ដែលអាចរំលាយនៅគ្រប់សេចក្តីទុក្ខនិងសេចក្តីព្រួយបារម្ភទាំងអស់បានដើម្បីឲ្យបានសម្រេចនៅការយល់ដឹងនេះចាំបាច់មនុស្សម្នាក់ត្រូវរស់នៅដោយមានការពិចារណាត្រឹមត្រូវការពិចារណាត្រឹមត្រូវអាចនាំឲ្យមានការយល់ដឹងនៅការរំដោះខ្លួនចេញអំពីសេចក្តីទុក្ខនិងឆ្ពោះទៅរកពន្លឺការត្រាស់ដឹងជីវិតអាចបំភ្លឺដោយឲ្យឃើញច្បាស់ដោយការពិតដ៏ប្រសើរឧត្តមមួយដែលព្រះអង្គបានពិចារណារកឃើញនៅអរិយសច្ចៈ4ឬថាចតុរារិយសច្ចគឺទុក្ខអរិយសច្ចៈ1សមុទយអរិយសច្ចៈ1និរោធអរិយសច្ចៈ1និងមគ្គអរិយសច្ចៈ1ឥឡូវនេះដល់ទីបញ្ចប់នៃការតូតលើកទីបំផុតនៃរាត្រីហើយក៏រន្ទះភ្លៀងក៏បាត់ស្ងាត់ឈឹងពពកខ្មៅរសាត់បាត់អស់ពីផ្ទៃមេឃប្រច័ណ្ឌបញ្ចេញពលឺថ្លាត្រចះត្រចង់នឹងវងតារារះភ្លឺព្រួងព្រាតព្រះសមណគោតមមានព្រះហឫទ័យដូចជាពន្ធនាគារដែលបានឃុំឃាំងព្រះអង្គអស់រាប់ពាន់ឆ្នាំមកហើយនោះត្រូវរបើកទ្វារចំហធ្លុងឡើងហើយអវិជ្ជាទុកដូរជាឆ្មាំទ្វារពន្ធនាគារដោយសារអវិជ្ជានេះហើយដែលធ្វើឲ្យព្រះចិន្តាព្រះអង្គងងឹតសូនសុងប្រៀបដូចជាពន្លឺប្រច័ណ្ឌនិងផ្កាយដែលត្រូវបិទបាំងអបរស្មីដោយផ្ទាំងពពកខ្មៅខ្មួលដូចនោះដែរព្រះអង្គទ្រង់បន្លឺនៅព្រះឧទានវាចាមួយវគ្គទៀតថាកាលពីអង្គអញតថាគតអន្ទោលក្នុងវិលវត្តដ៏សង្សារច្រើនអសង្ខ័យកោតកបាតែងបានទុករាល់ជាតិភពឥឡូវតណ្ហាគឺជាងផ្ទះតថាគតយល់ច្បាស់ក្នុងចិត្តសុបបានដឹងបានឃើញដោយសពគ្រប់អ្នកឈប់សង់ផ្ទះបានទៀតហើយឆ្អឹងជំនីនិងដំបូលអ្នកត្រូវអញបំបាក់ឥតសល់ឡើយចិត្តតថាគតបានដល់ត្រើយឥតតណ្ហាឡើយគឺនិព្វានសេចក្តីទុក្ខនៃការកើតចាស់ឈឺនិងស្លាប់គ្រាន់តែធ្វើឲ្យជញ្ជាំងគុកកាន់តែក្រាស់ឡើងប៉ុណ្ណោះមានរឿងតែមួយគត់ដែលយើងត្រូវធ្វើគឺចាប់អ្នកយាមគុកគឺអវិជ្ជាឲ្យបានហើយមើលមុខវាឲ្យច្បាស់ដើម្បីនឹងច្បាំងឈ្នះនៅអវិជ្ជានេះយើងម្នាក់ត្រូវតែអនុវត្តនៅអរិយសច្ចទាំង4ប្រការឬអដ្ឋង្គិកមគ្គឲ្យបានខ្ជាប់ខ្ជួនក្នុងខ្លួនជានិច្ចនៅពេលអ្នកយាមគុកត្រូវចាប់ខ្លួនបានពន្ធនាគារក៏បាត់រូបដែរហើយមិនអាចសង់ឡើងវិញម្ដងទៀតឡើយព្រះគោតមជ្រាបសេចក្តីនេះច្បាស់ហើយក៏ទ្រង់បន្លឺឧទានគាថាចុងក្រោយថាធម៌ទាំងឡាយរមែងមានដល់ខៃណាសវៈព្រាមដែលជាអ្នកបានព្យាយាមញ៉ាំងកិលេសឲ្យក្តៅនិងបានលះបង់ចោលនៅកិលេសទាំងអស់នោះខៃណាសវៈព្រាមបានកំចាត់បងនៅមាព្រមទាំងសេនារបស់វាក្នុងពេលនោះបីដូចជាពន្លឺរស្មីនៃព្រះអាទិត្យរះឡើងកំចាត់បងនៅភាពងងឹតនិងធ្វើឲ្យអាកាសភ្លឺរុងរឿងដូច្នោះដែរពេលព្រះអង្គងើយប្រសេទៅលើមេឃព្រះគោតមទ្រង់ទតឃើញផ្កាយរីករះឡើងនាជើងមេឃទិសបូកំពុងតែបញ្ចេញរស្មីភ្លឺពណ៌រាយបីដូចជាដុំពេជ្រដ៏ធំមួយព្រះសមណគោតមធ្លាប់ទតឃើញផ្កាយព្រឹកនេះរាប់រយដងមិនអស់មកហើយនៅពេលដែលព្រះអង្គគង់ធ្វើសមាធិក្រោមដើមពោធិព្រឹក្សប៉ុន្តែនៅព្រឹកនេះព្រះអង្គហាក់ដូចជាទើបនឹងទតឃើញផ្កាយនេះជាលើកដំបូងបង្អស់ក្នុងជីវិតរបស់ព្រះអង្គព្រះឈ្នះមារក៏បានដឹងយ៉ាងច្បាស់ថាព្រះអង្គបានរកឃើញពន្លឺនៃការត្រាស់ដឹងហើយនិងបានសម្រេចព្រះបំណងហើយឥឡូវនេះប្រតិរបស់ព្រះអង្គបានទទួលនៅសុខសន្តិភាពល្អឥតខ្ចោះប្រាសចាកស្រឡះកងទុក្ខទាំងពួងនិងការងោកងុយព្រះអង្គបានទទួលនៅព្រះបរមសុខពេញបរិបូរណ៍ហើយកាលបានត្រាស់ដឹងនៅព្រះសម្មាសម្ពុទ្ធញ្ញាណហើយព្រះអង្គហាក់មានពន្លឺរស្មីចាំងសាយចេញពីប្រកាយដែលប្រកបទៅដោយសិរីសោកសម្បត្តិដ៏រុងរឿងក្រៃពេកជំនោរត្រជាក់
បក់រំភើយមកប៉ះនឹងស្លឹកពោធិព្រឹកពណ៌ប្រាក់ក្រោមពន្លឺប្រចន្ទ្រាដ៏ភ្លឺថ្លាធ្វើឲ្យលន់លឺសំឡេងរងំដោយគេប្រគំតន្ត្រីដ៏ពិរោះបុប្ផាជាទាំងឡាយដែលត្រូវទឹកសន្សើមរីកស្រស់ស្គុះស្គីចោលសុគន្ធវិដោយយ៉ាងក្រអូបឈ្ងុយហាក់ដូចជាមកបូជានិងថ្វាយប្រពោជ័យដល់ការត្រាស់ដឹងរបស់ព្រះអង្គនាពេលមុនព្រះអរុណរះក្នុងថ្ងៃពុទ្ធ15កើតពេញបូរមីខែពិសាខឆ្នាំរកាត្រូវនឹងថ្ងៃទី8ខែធ្នូមុនពុទ្ធសករាជ45ឆ្នាំក្នុងគម្រប់ប្រជញ្ញមាយុ35ព្រះវស្សានោះឯងព្រះហៀមស្រាងឡើងរុក្ខាលដាវរទាំងឡាយបាញ់ចេញផ្កាចម្រុះពណ៌មីរដេរដាព្រះអាទិត្យរះលើចុងព្រឹក្សានិងចាំងឆ្លុះជ្រៅទៅក្នុងផ្ទៃទឹកអ្វីទាំងអស់ហាក់ដូចជាកើតឡើងប្លែកព្រះគោតមទ្រង់ព្រះចិន្តាថាអ្វីទាំងអស់ក្នុងលោកអសន្និវិននេះកើតឡើងថ្មីស្រឡាងទាំងអស់រំពេចនោះសោទយកុមារបានដើរចូលមកពេលព្រះសម្មាគោតមញញឹមដាក់នឹងទ្រង់ស្រែកហៅថាសោទយកុមារចូលមកណាសោទយកុមារមនីស្ទុះចូលទៅជិតព្រះអង្គហើយបង្គំទូលថាបពិតព្រះអង្គដ៏ចម្រើនតើមានហេតុអ្វីកើតឡើងបានជាថ្ងៃនេះព្រះអង្គមើលទៅប្លែកខុសពីធម្មតាឆ្ងាយម្ល៉េះព្រះសម្មាគោតមចាប់កាន់ដៃសោទយកុមារនិងទ្រង់ត្រាស់សួរថាណែសោទយកុមារតើតថាគតមើលទៅប្លែកដូចម្ដេចខ្លះថ្ងៃនេះសោទយកុមារបង្គំទូលថាបបិទ្ធព្រះគោតមខ្ញុំព្រះអង្គដូចជាពិបាកថាណាគ្រាន់តែមើលទៅឃើញព្រះអង្គប្លែកតែម្ដងប្លែកណាស់ព្រះអង្គប្លែកព្រះអង្គដូចជាតារាមួយដួងអញ្ចឹងព្រះអង្គដូចជាតារាមួយដួងដ៏ប្រសើរអញ្ចឹងព្រះអង្គយកប្រហោះអង្គអែលកល្យានសោទយកុមារហើយត្រាស់សួរថាគ្រាន់តែមើលទៅឃើញប្លែកប៉ុណ្ណឹងទេឬសោទយៈតើអ្នកមើលទៅឃើញដូចអ្វីខ្លះអ្នកមើលទៅឃើញដូចអ្វីខ្លះទៀតដែរទេសោទយកុមារក្រាបបង្គំទូលថាបពិតព្រះអង្គដ៏ចម្រើនព្រះអង្គមើលទៅហាក់បីដូចជាបុទុមបុប្ផាណាដូចជាបុទុមបុប្ផាដ៏រីកស្គុះស្គាយយ៉ាងប្រសើរដែលកំពុងតែរីកស្រស់ក្រពុំនៅក្នុងវារីបីដូចជាប្រចន្ទ្រារះឡើងនៅលើក្បាលកោះកិយាសីស័កអញ្ចឹងព្រះអង្គតូចឈ្មោះត្រង់ចំភ្នែកសោទយកុមាររួចទ្រង់ត្រាស់សួរទៀតថាសោទយកុមារហេតុអ្វីក៏អ្នកចេះនិយាយបានល្អដូចជាកវីម្លេះចូលអ្នកប្រាប់តថាគតផងមើលតើហេតុអ្វីបានជាថ្ងៃនេះអ្នកមកដល់ទីនេះទាំងព្រលឹមអុលអញ្ចឹងហើយតើសត្វក្របីទាំងឡាយរបស់អ្នកនៅឯណាសោទយកុមារក៏បង្គំទូលរៀបរាប់ថាបពិតព្រះអង្គលោកចម្រើនថ្ងៃនេះខ្ញុំព្រះអង្គត្រូវបានឈប់សម្រាប់មួយថ្ងៃព្រោះសត្វក្របីទាំងអស់ត្រូវគេយកទៅភ្ជួរស្រែអស់នៅសល់តែកូនតូចមួយចំនួនក្នុងក្រោលប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំព្រះអង្គបានច្រូតស្មៅដាក់ឲ្យវាស៊ីរួចស្រេចអស់ហើយកាលពីយប់មិញនេះទូលព្រះបង្គំនិងបងប្អូនទាំងអស់ទទួលទានដំណេកមិនលក់តល់តែសោះមកពីលឺស្នូររន្ទះបាញ់យ៉ាងខ្លាំងនោះខ្លាំងពេកហើយទើបទឹកភ្លៀងក៏លិចតាមដំបូលទៅទឹកកន្លែងដេកជោគជាំអស់ខ្ញុំព្រះអង្គទាំងអស់គ្នាមិនដែលបានជួបប្រទះនៅភ្លៀងព្យុះធំបែបនេះទេខ្ញុំព្រះអង្គទាំងអស់គ្នានឹងបារម្ភព្រួយមកព្រះអង្គដែលគង់នៅកណ្ដាលវាលតែមួយព្រះអង្គឯងក្នុងព្រៃនេះមិនដឹងជាពិបាកយ៉ាងណាទៅហើយដូច្នេះហើយបានជាថ្ងៃនេះថ្ងៃរះមិនទាន់ទូលបង្គំស្រោតរូតមកយ៉ាងនេះខ្ញុំព្រះអង្គក៏រូតរះយកស្មៅទៅដាក់ឲ្យកូនក្របីដែលនៅសល់ក្នុងក្រោលទាំងប្រមាណសិនទើបខ្ញុំព្រះអង្គធ្វើដំណើរមករកព្រះអង្គតាំងពីព្រលឹមអុលយ៉ាងនេះព្រះអង្គក្តាប់ដៃសោទយកុមារយ៉ាងណែនហើយទ្រង់ត្រាស់សួរថាមនាលសោទយៈថ្ងៃនេះជាថ្ងៃដែលតថាគតបានរកឃើញនៅសម្ពោធិញ្ញាណជាលើកដំបូងក្នុងជីវិតរបស់តថាគតហើយណាថ្ងៃនេះតថាគតបានរកឃើញនៅសម្មាសម្ពោធិញ្ញាណជាលើកដំបូងក្នុងជីវិតរបស់តថាគតនេះប្រសិនបើអ្នកអាចនាំមិត្តភ័ក្តិរបស់អ្នក
មកកាន់សំណាក់តថាគតនៅក្រោមដើមពោធិព្រឹក្សក្នុងពេលរសៀលនេះបានចូលអ្នកទៅហៅគ្នាមកចុះសោតយៈកុមារអតហេតុហៈលូតកញ្ឆេងក៏ក្រាបបង្គំលាព្រះសម្រាប់គោតមចេញបាត់ទៅគ្រាន់តែសោតយៈកុមារចេញផុតបន្តិចស្រាប់តែនាងសុជាតាយកចង្ហាន់មកដល់នាងសុជាតាមានអារម្មណ៍ចម្លែកណាស់កាលបានឃើញព្រះសម្រាប់គោតមគង់នៅក្រោមដើមពោធិជ័យនោះមានប្រកាយល្អដូចជាទេវតានិមិត្តឬដូចជាបុប្ផាព្រឹកព្រហៀមព្រះភ័ក្ត្រនិងប្រកាយរបស់ព្រះអង្គបង្ហាញឲ្យឃើញនៅសេចក្តីសុខសប្បាយនិងស្ងប់ស្ងៀមជាទីបំផុតនាងសុជាតាធ្លាប់បានឃើញព្រះគោតមគង់តែនៅក្រោមដើមពោធិជ័យនេះរាប់រយដងមិនអស់មកហើយក៏ប៉ុន្តែមិនដូចជាថ្ងៃនេះសោះថ្ងៃនេះអស្ចារ្យណាស់ថ្ងៃនេះដែលព្រះអង្គមើលទៅមានសភាពផ្ទុយស្រឡះពីធម្មតានាងជញ្ជឹងគិតដោយក្តីរំភើបក្នុងចិត្តថាព្រះគោតមពិតជាបានទទួលនៅពន្លឺត្រាស់ដឹងរួចផុតពីសេចក្តីទុក្ខកង្វល់ទាំងអស់ហើយពិតជាអញ្ចឹងហ្មងបន្ទាប់ពីនាងសុជាតាប្រគេនចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូរាជមកសោតយកុមារនិងមិត្តភ័ក្តិរួមទាំងបងប្អូនប្រុសស្រីរបស់ខ្លួនផងចូលមកដល់ហើយគេបានយកមកជាមួយនៅផ្លែផែនស្ករត្នោតផ្លែដូងខ្ចីនិងក្រូចឃ្វិចនាងសុជាតាបានណែនាំក្មេងទាំងឡាយឲ្យស្គាល់ព្រះសមណគោតមហើយព្រះគោតមក៏បានសម្ដែងធម៌ស្ដីពីការរស់នៅដោយដឹងខ្លួនគឺសតិប្បដ្ឋាន4ឲ្យស្ដាប់នាងសុជាតាបានបង្គំទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គជាអ្នកត្រាស់ដឹងដ៏ពិតប្រាកដនិងជាអ្នកបានទូលមានខ្ញុំព្រះអង្គទាំងឡាយឲ្យយល់ច្បាស់អំពីរបៀបរស់នៅដោយដឹងខ្លួនថាយ៉ាងដូចម្ដេចទៀតផងបើដូច្នេះតើខ្ញុំព្រះអង្គទាំងឡាយអាចហៅព្រះនាមព្រះអង្គថាជាបុគ្គលត្រាស់ដឹងបានដែរឬទេព្រះសម្ពុទ្ធជាម្ចាស់ទ្រង់បានយល់ព្រមចំពោះពាក្យនាងសុជាតាដោយតនហីភាពនាងសុជាតាបង្គំទូលសួរបន្តទៅទៀតថាបបិទ្ធព្រះសាស្តាចារ្យដ៏ចម្រើនពាក្យថាពុទ្ធៈជាភាសាមគ្គធីប្រែថាត្រាស់ដឹងដូច្នេះបុគ្គលអ្នកត្រាស់ដឹងគួរតែហៅតាមភាសាមគ្គធីថាពុទ្ធៈដែរតើព្រះអង្គអាចអនុញ្ញាតឲ្យខ្ញុំព្រះអង្គទាំងឡាយហៅព្រះនាមព្រះអង្គថាពុទ្ធៈដូច្នេះបានជារៀងរហូតទៅដែរឬទេព្រះពុទ្ធទ្រង់ងក់ប្រសេជាសញ្ញាបង្ហាញនៅការយល់ព្រមម្ដងទៀតមានក្មេងប្រុសចំណាស់ជាងគេម្នាក់ឈ្មោះនាលិកៈអាយុ14ឆ្នាំបង្គំទូលថាព្រះពុទ្ធជាទីគោរពនាងសុជាតាបាននិយាយប្រាប់ទូលព្រះបង្គំថាព្រះអង្គបានតាំងសមាធិនៅក្រោមដើមពោធិជ័យនេះអស់រយៈកាល6ខែកន្លងមកហើយពីយុគមិញនេះទៀតក៏ព្រះអង្គបានសម្រេចនៅការត្រាស់ដឹងដ៏ឧត្តមទៀតផងបើដូច្នោះមែនតើខ្ញុំព្រះអង្គទាំងឡាយអាចហៅដើមជ្រៃនេះថាដើមឈើត្រាស់ដឹងឬដើមពោធិព្រឹក្សបានដែរទេពីព្រោះអីពាក្យពោក៏មានឫសគល់ដូចគ្នានឹងពាក្យថាពុទ្ធៈដែរហើយក៏មានន័យថាត្រាស់ដឹងទៀតផងព្រះពុទ្ធទ្រង់មានព្រះបិតិសោមនស្សយ៉ាងខ្លាំងទ្រង់ញញឹមហើយងក់ប្រសេបង្ហាញការយល់ព្រមម្ដងទៀតនាងសុជាតាសោតយកុមារនិងកុមារទាំងឡាយមានសេចក្តីសប្បាយរីករាយខ្លាំងណាស់រីករាយឥតឧបមាក៏នាំគ្នាក្រោកឈរលើកដៃសំពះថ្លែងអំណរគុណព្រះពុទ្ធពាក្យគួរចងចាំទ្រឹស្ដីបរិជ្ជសមុប្បាទអនុឡោមគឺគិតទៅបណ្ដោយទី1អវិជ្ជាបច្ចយាសង្ខារាអវិជ្ជានាំឲ្យកើតសង្ខារ2សង្ខារបច្ចយាវិញ្ញាណังសង្ខារនាំឲ្យកើតវិញ្ញាណ3វិញ្ញាណបច្ចយានាមរូបੰវិញ្ញាណនាំឲ្យកើតនាមរូប4នាមរូបបច្ចយាសាលាយតនੰនាមរូបនាំឲ្យកើតសាលាអាយតនៈទី5សាលាយតនបច្ចយាផាសោអាយតនៈនាំឲ្យកើតផាសៈ6ផាសៈបច្ចយាវេទនាផាសៈនាំឲ្យកើតវេទនា7វេទនាបច្ចយាតណ្ហាវេទនានាំឲ្យកើតតណ្ហា8តណ្ហាបច្ចយាឧបាទានੰតណ្ហានាំឲ្យកើតឧបាទាន9ឧបាទានបច្ចយាភវោឧបាទាននាំឲ្យកើតភព10ភវនិរោធោជាតិនិរោធោភពរលត់ជាតិក៏រលត់11ជាតិនិរោធោជារាមរណੰជាតិរលត់មរណៈក៏រលត់
12សោកវិនទីវតុកទូមនោសបាយាសានិរិឆន្តិអេវមេតាសៈកេវលសៈទុក្ខខសੰខសៈនិរោធោហោតេសេចក្តីសោកសេចក្តីសឹកសួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ក៏រលត់ព្រមគ្នាដោយបការៈយ៉ាងនេះឯងកងទ័ពទាំងអស់នេះរមែងរលត់ទៅជាមួយគ្នាយ៉ាងនេះឯងប្រវត្តិពុស្ដារបស់ព្រះពុទ្ធសមណគោតមបរមសាស្តារបស់យើងនៅភាគទី10ចប់ត្រឹមប៉ុណ្ណេះ